កម្មវិធីពន្លឿនអាជីវកម្មកម្រិតខ្ពស់នេះគឺយើងចង់សម្ដៅទៅលើទៅដល់ការបណ្ដុះអាជីវកម្មនៅក្នុងកម្រិតដែលធុរកិច្ចថ្មីឬក៏ SME ដែលគាត់មាន product market fit ស្ថិតនៅក្នុង growth stage ហើយគាត់ចង់ពន្លឿនអាជីវកម្មរបស់គាត់ឲ្យកាន់តែខ្ពស់ខ្លាំងបន្ថែមទៀតដែលអាចថាជា scalable productនៅក្នុងកម្មវិធីនេះយើងនឹងផ្ដល់ជាការបណ្ដុះបណ្ដាលពិសេសដោយអ្នកជំនាញនៅក្នុងវិស័យជាក់លាក់តែម្ដងហើយយើងក៏មាន entrepreneur in residence ដើម្បីជួយការគ្រប់គ្រងមួយទល់មួយជាមួយនឹងម្ចាស់អាជីវកម្មដោយផ្ទាល់ដើម្បីសម្រួចនៃការធ្វើទីផ្សារនៃការរៀបចំ product និងរៀបចំដំណោះស្រាយផ្សេងៗដើម្បីឲ្យពួកគាត់នឹងអាចចាប់យកអតិថិជនហើយនឹងទីផ្សារបានច្រើនជាងមុននៅក្នុងរយៈពេលខ្លីឬក៏យើងនិយាយឲ្យបានថាជាមូលដ្ឋាននៃការកសាង scalable product នៅក្នុងកម្មវិធីនេះដែរពីកម្មវិធីទៅយើងក៏មាន seed funding ដើម្បីជួយបំពេញបន្ថែមនៅចំណុចខ្វះខាតនៃការប្រមូលទុនហើយទន្ទឹមនេះក៏ភ្ជាប់ពួកគាត់ទៅក្នុងតួអង្គសំខាន់ៗនៅក្នុង ecosystem ទាំងក្នុងប្រទេសហើយនិង ecosystem នៅក្រៅប្រទេសនៅក្នុងចំណោមនៃប្រទេស10ជាងនៅក្នុងគម្រោងរបស់ GSeed Global ផងដែរA lot of the time with any coaching or training, what we like to do is to understand the entrepreneur's mindset or where they are at first before we do any business scaling or commercialization or adding new services to them because we have to understand how they operate. Without doing that, we run the risk of really misalignment. So I think this is where we can improve. It's a lot of the human development side of things. Rather than teaching them the business plan or strategy, we really need to help them with their mindset and their soft skill and then their critical thinking. បើអស់លោកជាស្ថាបនិកក្រុមហ៊ុនធុរកិច្ចថ្មីតាគីធនតូចហើយនិងមធ្យមតែមានអាជីវកម្មនៅក្នុងគម្រោងបច្ចេកវិទ្យា Clean Tech ហើយកំពុងតែមានបញ្ហាប្រឈមនៅក្នុងអាជីវកម្មរបស់ខ្លួនក្នុងការពង្រីកយន្តការបប្រតិបត្តិការនៃអាជីវកម្មពង្រីកទីផ្សារខ្វះទុនជាដើមប្រហែលជាលោកអ្នកអាចពិចារណាមកទៅជាពិភាក្សាជាមួយនឹងក្រុមការងាររបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដែលចូលជាពិសេសក្រុមការងាររៀបចំកម្មវិធីពន្លឿនអាជីវកម្មកម្រិតខ្ពស់ដើម្បីអាចទទួលបានព័ត៌មានផ្សេងៗពីដំណើរការនៃការរៀបចំកម្មវិធីមួយនេះហើយលោកអ្នកក៏អាចចូលរួមជាមួយនឹងក្រុមការងាររបស់យើងផងដែរដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការតម្រង់ទិសទទួលបានសហគ្រិនប្រចាំការមួយជាក់លាក់ទទួលបាននៅ seed funding ភ្ជាប់ជាមួយនឹងតួអង្គសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយជាចុងក្រោយខ្ញុំសង្ឃឹមថាអស់លោកស្រីនឹងជោគជ័យនៅក្នុងអាជីវកម្មកម្រិតខ្ពស់នេះរួចហើយខ្លាយទៅជាគំរូដ៏ល្អសម្រាប់ស្ថាបនិកហើយនិងសហស្ថាបនិករបស់ក្រុមហ៊ុននៅក្នុងឱកាសបន្តទៀត